សួស្តីបងប្អូនសិស្សសាស្ត្រទាំងអស់គ្នាជាពិសេសគឺបងប្អូនដែលសិក្សានៅថ្នាក់ទី7ទាំងអស់គ្នាមកថ្ងៃនេះគឺជួបជាមួយខ្ញុំនៅវីដេអូទាក់ទងនឹងការបង្រៀនកណនីរកសីតុណ្ហភាពនៅក្នុងមេរៀនទី1នៃជំពូកទី1របស់ថ្នាក់ទី7អញ្ចឹងយើងមកមើលលំហាត់របស់យើងទាំងអស់គ្នាបាទអញ្ចឹងយើងមានលំហាត់បែបនេះគឺថាកណនីសីតុណ្ហភាព Kelvin និង Fahrenheit ដែលត្រូវជាមួយនឹងសីតុណ្ហភាព Celsius ដក10អង្សា0អង្សា15អង្សានិង40អង្សាយើងដឹងហើយថាមាត្រដ្ឋានរបស់យើងនោះមាត្រដ្ឋានសីតុណ្ហភាពត្រូវបានចែកចេញជា3គឺមាត្រដ្ឋាន Celsius ដែលយើងនិយមហៅថាអង្សា C អង្សា C និងមាត្រដ្ឋានមួយទៀតគឺមាត្រដ្ឋាន Kelvin បាទអញ្ចឹងខ្ញុំសន្និសេរហើយខាងទីគឺមាត្រដ្ឋាន Fahrenheitបាទអញ្ចឹងនៅក្នុងមាត្រដ្ឋានទាំង3នេះគឺសុទ្ធតែជាមាត្រដ្ឋានដែលគេប្រើប្រាស់ទូទាំងពិភពលោកប៉ុន្តែយ៉ាងណាមិញប្រើប្រាស់ដោយប្រទេសទេដូចឧទាហរណ៍ដូចជានៅប្រទេសកម្ពុជាយើងប្រើប្រាស់មាត្រដ្ឋាន Celsius ដែលគិតជាអង្សា C អញ្ចឹងទៅហើយមាត្រដ្ឋាន Kelvin ឬក៏ Fahrenheit នេះត្រូវបានប្រទេសផ្សេងទៀតគេយកទៅប្រើប្រាស់បាទអញ្ចឹងយើងចង់ដឹងថាតើនេះក្នុងលំហាត់មួយនេះដក10អង្សា0អង្សា15អង្សានិង40អង្សានោះត្រូវជាមួយនឹងប៉ុន្មានកែលវិនហើយត្រូវនឹងប៉ុន្មាន Fahrenheit អញ្ចឹងយើងមកសិក្សាទាំងអស់គ្នាព្រោះខ្ញុំអត់សូវលម្អិតទៅលើមេរៀនទេដោយសារតែនេះខ្ញុំបង្កើតជាវីដេអូលំហាត់តែម្ដងអញ្ចឹងយើងកណនីលំហាត់យើងផ្ដោតលើការកណនីលំហាត់ណាអូខេអញ្ចឹងយើងកណនីទៅលើមាត្រដ្ឋានបាទកែលវិនមុនចុះកែលវិនឥឡូវយើងដកមួយក្នុងចំណោមទាំង4នេះគឺដក10អង្សាយើងមកកណនីគេថាតើ10អង្សាដក10អង្សានេះត្រូវនឹងប៉ុន្មាន Kelvin ហើយត្រូវនឹងប៉ុន្មាន Fahrenheit ហើយបន្ទាប់មកចាំយើងចាប់ដក10ចាំយើងចូលមកដល់0អង្សា0អង្សាvàយើងចូលដល់15និង40បន្តតាមរូបមន្តបាទតាមរូបមន្តគឺការស្មើតេបូក273បាទតេបូក273ហើយយើងដឹងហើយថាតេនេះគឺជាអញ្ញត្តិឬក៏ជាអថេដែលតំណាងទៅឲ្យសីតុណ្ហភាព Celsius បាទដូចជាដក10ដូចជា0ដូចជា15ឬក៏40ដែលលំហាត់យើងនឹងបានដាក់អញ្ចឹងអូខេអញ្ចឹងយើងបានរូបមន្តហើយអញ្ចឹងយើងដាក់សញ្ញាផ្កាយមួយចុះព្រោះយើងអានេះវាចែកជា4អញ្ចឹងយើងដាក់សញ្ញាផ្កាយមួយក្នុងចំណោម4ហ្នឹងគឺផ្កាយនៅសីតុណ្ហភាពបាទនៅសីតុណ្ហភាពដក10អង្សា C នោះគេបានបាទនោះគេបានបាទការស្មើបានបាទដក10នេះគឺយើងចំនួនមកកន្លែងតេព្រោះតេនេះគឺជាអញ្ញត្តិរបស់សីតុណ្ហភាព Celsius ឬក៏សីតុណ្ហភាពនៅក្នុងមាត្រដ្ឋាន Celsius បាទអញ្ចឹងមាត្រដ្ឋាន Celsius របស់យើងគឺមានសីតុណ្ហភាពដក10អង្សាអញ្ចឹងយើងយកតេនេះបាទចំនួនដោយលេខដក10អូខេអញ្ចឹងវាទៅជាដក10បូកឲ្យ273បាទដក10បូកឲ្យ273ដោយសារនេះយើងសរសេរទៅតាមរូបមន្តដែលបានសរសេរមកគឺតេបូកឲ្យ273អញ្ចឹងយើងសរសេរដក10មុនប៉ុន្តែករណីកន្លែងនេះបងប្អូនធ្លាប់រៀនជំនាញ relative បងប្អូនដឹងហើយសញ្ញាដកសញ្ញាបូកឯហ្នឹងយើងយល់ហើយបាទអញ្ចឹងកុំឲ្យវាពិបាកទេយើងអាចត្រឡប់វាមកវិញមកក៏បានដែរបាទត្រឡប់មកវិញបាទឬការស្មើនឹង273ដក10អញ្ចឹងទៅបាទកុំឲ្យបងប្អូនញញ៉ាយតែពិតសញ្ញាដកនេះយើងធ្លាប់រៀនចំនួន relative ហ្នឹងយើងយល់ហើយបាទឥឡូវយើងដកមកអញ្ចឹងវាស្មើនឹង273ដក10វាទៅ263បាទ263កន្លែងនេះគឺយើងដូរទៅជា263 Kelvin លែង263អង្សា C លែងហើយបាទវាទៅជា263 Kelvin ព្រោះនេះយើងកណនានៅក្នុងមាត្រដ្ឋាន Kelvin បាទអូខេបានព្រួយអូខេអញ្ចឹងបន្តទៅទៀតយើងមើលអានេះគឺយើងកណនាត្រឹមដក10អង្សានៅក្នុងសីតុណ្ហភាព Kelvin ឥឡូវយើងបន្តទៅទៀតទៅយើងបន្តទៅដល់នៅសីតុណ្ហភាពបាទ0អង្សាបាទនោះគេបានបាទនោះគេបានការស្មើនឹង0បូកឲ្យ273
បាទអញ្ចឹងបូកចម្លើយវាគឺស្មើនឹង273បាទកែលវិញបាទហើយ273កែលវិញនេះផងដែរយើងធ្លាប់រៀនមេរៀនសីតុណ្ហភាពនេះរួចហើយយើងធ្លាប់ដឹងថាទឹកសុទ្ធនៅសីតុណ្ហភាព Celsius គឺកកនៅ0អង្សាអញ្ចឹងដល់ពេលយើងគណនារកកែលវិញស្មើនឹង273អញ្ចឹងមានន័យថានៅក្នុងមាត្រដ្ឋានកែលវិញទឹកកកនៅ273កែលវិញនេះឯងបាទអញ្ចឹងបន្តទៅទៀតយើងបន្តឲ្យចប់ទៅបាទសញ្ញាផ្កាយមកនៅសីតុណ្ហភាពបាទសីតុណ្ហភាព15អង្សាអូខេនោះគេបានបាទការស្មើ15បូកឲ្យ273បាទតិចពួកយើងច្រឡំ15មកពីណានេះគឺរូបមន្តនេះណាគឺតេបូក273ហើយតេនេះគឺតំណាងឲ្យសីតុណ្ហភាព Celsius ឬក៏សីតុណ្ហភាពនៅក្នុងមាត្រដ្ឋាន Celsius បាទអញ្ចឹងយើងបូកមកបាទបូកមក273បូកជាមួយ15អញ្ចឹងយើងទទួលបានគឺស្មើនឹង8វាស្មើនឹង288បាទកែលវិញបាទអូខេ288កែលវិញមកដល់40អង្សានេះខ្ញុំបាច់កណនាក៏បានពួកយើងកណនាជំនួសកណនាខ្ញុំជំនួសទៅណាអូខេអញ្ចឹងយើងទៅមាត្រដ្ឋានមួយទៀតគឺមាត្រដ្ឋាន Fahrenheit ឥឡូវយើងបានមាត្រដ្ឋានកែលវិញហើយអញ្ចឹងយើងចង់ដឹងថាតើដក10អង្សា0អង្សា15អង្សាឬក៏40អង្សានោះនៅក្នុងមាត្រដ្ឋាន Fahrenheit តើវាស្មើនឹងប៉ុន្មានអញ្ចឹងយើងប្រើប្រាស់ការកណនាបែបនេះយើងប្រើប្រាស់រូបមន្តគ្នាដោយសារតែនេះសិតតែមានរូបមន្តអញ្ចឹងនៅក្នុងកែលវិញគឺយើងបានរូបមន្តបែបនេះការស្មើទេបូក273ប៉ុន្តែយ៉ាងណាវិញនៅក្នុងFahrenheit មានរូបមន្តផ្សេងមួយរបស់គេដែរសម្រាប់យើងកណនារកវាអញ្ចឹងយើងដាក់ទៅតាមរូបមន្តបាទតាមរូបមន្តបាទតាមរូបមន្តអញ្ចឹងរូបមន្តហ្នឹងយកអាងាយក៏បានយកអាស្រួលក៏បានមានអាងាយមានពិបាកតិចអញ្ចឹងយើង Fahrenheit គឺស្មើនឹងអង្សាសេគុណឲ្យ100ហើយសំទោស 1.8 បូកឲ្យ32នេះរូបមន្តមួយឬក៏យើងប្រើប្រាស់មួយទៀតគឺ Fahrenheit ស្មើនឹងអង្សាសេគុណឲ្យ180ចែកឲ្យ100បាទបូកឲ្យ32អាពីរនេះដូចតែគ្នាទេអត់ខុសទេណាដូចគ្នាទេប៉ុន្តែគាត់ថាគេចង់សរសេរបែបនេះដោយសារតែនៅក្នុងមាត្រដ្ឋាន Fahrenheit នេះយើងបានរៀនមេរៀនរួចហើយគឺពី212 Fahrenheit មកដល់32 Fahrenheit នេះវាខុសត្រូវគ្នា180បាទអញ្ចឹងគឺយើងប្រើប្រាស់រូបមន្តបែបនេះបើសិនយើងចែកវាជា100ប្រឡោះទៅនេះគឺបាន1/8អញ្ចឹងវាដូចគ្នាទេអញ្ចឹងអានេះ1/8គុណអង្សាសេដល់ពេលនេះ180ចែកឲ្យ100គុណអង្សាសេគុណចុះចែកឡើងទៅវាឃើញតម្លៃប៉ុណ្នេះបាទឃើញចំនួនប៉ុណ្នេះអញ្ចឹងយើងប្រើប្រាស់អានេះមកពីអានេះក៏បានដែរអត់បាក់ទេណាខុសទេគឺដូចគ្នាអញ្ចឹងយើងដាក់សញ្ញាផ្កាយមួយមកយើងបានរូបមន្តបែបនេះហើយបាទរូបមន្តបែបនេះដាក់សញ្ញាផ្កាយមួយមកបាទបើនៅសីតុណ្ហភាពបាទដក10អង្សាបញ្ជាក់ណាគឺយើងប្រើប្រាស់សីតុណ្ហភាព Celsius នេះជាគោលបាទអត់ទាញយកពីកែលវិនទៅទេគឺយើងប្រើប្រាស់ Celsius ព្រោះលំហាត់យើងសួរថាកណនាពីសីតុណ្ហភាពកណនាសីតុណ្ហភាព Fahrenheit និង Kelvin ហ្នឹងគឺចេញពីសីតុណ្ហភាព Celsius ទៅអញ្ចឹងគឺយើងប្រើប្រាស់ Celsius ជាគោលបាទតោះអញ្ចឹងយើងប្រើប្រាស់បែបនេះនោះគេបានបាទនោះគេបានបាទដាក់រូបមន្តមកគឺ Fahrenheit វាស្មើនឹងសរសេរអក្សរមិនស្អាតទេសុំទៅផងបាទអញ្ចឹងគេបាន Fahrenheit វាស្មើនឹងអង្សាសេគឺស្មើនឹងដក10យើងចំនួនចូលមកបាទអង្សាសេនេះអញ្ចឹងចំនួននេះគឺដក10អញ្ចឹងគឺទៅជាដក10បាទដក10គុណឲ្យ1/8បូកឲ្យ32បាទកណនាលេខហ្នឹងមកអញ្ចឹងយើងគុណនេះមុនមកបាទដក10គុណឲ្យ1/8បងប្អូននៅធ្លាប់រៀនចំនួន relative យើងកណនាឃើញសញ្ញាដកណាអញ្ចឹងយើងយក10គុណឲ្យ1/8យើងបាន18ប៉ុន្តែវាជាប់សញ្ញាដក
បាទជាប់សញ្ញាដកអញ្ចឹងវាទៅជាយើងត្រឡប់មកវិញអញ្ចឹងវា32មុនក៏បានដែរបាទ32មុនទៅសួរដកអញ្ចឹង 1/8 គុណឲ្យ10បាន18គុណសញ្ញាដកវាទៅជាសញ្ញាដកនេះបាទបានដកអញ្ចឹងដក18បាទដក18អញ្ចឹងវាស្មើប៉ុន្មានអញ្ចឹងមើលទៅគណនាដកតាមនឹងមកបាទ32ដក18មកសល់14បាទសល់14 parent បាទ parent ហើយអូខេឥឡូវយើងបានមួយយើងបានសីតុណ្ហភាពនៅដក10អង្សាសេអញ្ចឹងយើងទៅសីតុណ្ហភាពមួយទៀតបាទសីតុណ្ហភាពបាទ0អង្សាបាទ0អង្សាយើងប្រើប្រាស់រូបមន្តដដែលបាទនោះគេបានបាទនោះគេបាន parent ហើយស្មើនឹងបាទអង្សាសេនេះបាទអង្សាសេនេះឥឡូវលំហាត់យើងគឺអង្សាសេស្មើ0អញ្ចឹងណាបាទអញ្ចឹងយើងដាក់0គុណឲ្យ1/8 បូកឲ្យ32បាទអញ្ចឹងគុណណាយើងគុណសិន0គុណនឹង 1/8 0នឹងហើយបាទ0អញ្ចឹងមកកាត់នេះមកកាត់ទៅនេះ0ណា0អញ្ចឹងសល់ប៉ុន្មានបាទគឺសល់32អញ្ចឹងបាទអញ្ចឹងស្មើបាទស្មើដាក់ចេះមកបាទស្មើ32 parent នេះបាទនេះយើងបាន2យើងចូលទៅដល់បន្តទៀតគឺ15អង្សាដាក់សញ្ញាផ្កាយមួយទៀតមកបាទសីតុណ្ហភាពបាទនៅសីតុណ្ហភាព15អង្សានោះគេបានបាទនោះគេបានបាទ parent នេះស្មើនឹងបាទដដែលទេយើងដូរអង្សាសេកន្លែងនេះមក15វិញព្រោះនេះយើងកណនីរហូត15អង្សាណាបាទអញ្ចឹងគឺ15បាទគុណឲ្យ 1/8 បូកឲ្យ32ដដែលបាទគុណទៅយើងគុណចែកបូកដកតាមហ្នឹងបាទអូខេអញ្ចឹងយើងស្មើ59ហើយអូខេនេះចម្លើយវាហើយបន្តទៀតយើងចូលចំក្រោយគេមកបាទដោយសារកែវវិនយើងអត់បានកណនាកែវវិនបងប្អូនអាចកណនាខ្លួនឯងបានយើងរក parent ហើយបញ្ចប់សីតុណ្ហភាព40តែម្ដងទៅកណ្ដាលខៀនយើងវាសល់តែនេះបាទនៅសីតុណ្ហភាពបាទនៅសីតុណ្ហភាព40អង្សាអញ្ចឹងគេបានបាទនោះគេបានparent ស្មើ40គុណឲ្យ 1/8 បូកឲ្យ32បាទ 1/8 បូកឲ្យ32ស្មើនឹង104 parent បាទ parent ហើយអូខេអញ្ចឹងលំហាត់យើងគឺចប់តែប៉ុណ្្នឹងហើយបាទចប់តែប៉ុណ្្នឹងហើយមើលទៅប្រសិនបើមិនយល់ទេអាចមើលម្ដងហើយម្ដងទៀតមើលរហូតតតែយល់ហើយបើសិនជានៅតែមិនយល់ទៀតអាច comment សួរព្រោះវីដេអូនេះខ្ញុំបង្ហោះចូលទៅក្នុង YouTube អាច comment បានអញ្ចឹងណាបាទអូខេអរគុណច្រើនបងប្អូនសម្រាប់ការទស្សនានៅវីដេអូរបស់ខ្ញុំនេះទោះបីជារៀងរកាក់រកុបបន្តិចប៉ុន្តែបញ្យល់ច្បាស់ចំហើយអញ្ចឹងមានចម្ងល់អីអាចសួរតាម comment ក៏បានហើយអរគុណច្រើនសម្រាប់បងប្អូនដែលទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់បាទជួបគ្នានៅវីដេអូបន្ទាប់ក្រោយៗទៀតណា